ជំរាបសួរបងបាទជាដំបូងចង់ឲ្យបងជួយជំរាបឈ្មោះតិចមកហើយភូមិឃុំដែលបងកំពុងរស់នៅនេះខ្ញុំឈ្មោះសេកឆាងសេកឆាងបងនេះដល់នេះគេហៅភូមិអីឃុំអីដែរបងឃុំច្បក់កោងឃុំសុះបាទច្បក់កោងឃុំច្បក់កោងឃុំទៅសុះស្រុកស្វាយជ្រុំខេត្តស្វាយរៀងហ្នឹងហើយអ្វីដែលខ្ញុំបានចាំដូចជាមួយខែមុនបងបានទៅដល់ផ្ទះប្អូនហ្នឹងគឺជាវផលិតផលតម្រងនោមខាលគូធាលមួយកំប៉ុងមិនអញ្ចឹងណាបងណាបាទកាលនោះបងប្រាប់ប្អូនថាបងមានបញ្ហាតម្រងនោមហើយខ្ញុំអត់ច្បាស់សោះដល់កាលនោះបងមិនដឹងថាបងមានបញ្ហាយ៉ាងម៉េចតម្រងនោមកាលនោះបងកាលនោះវារៀងឈឺនោមញាប់ហើយនោមទៅវាក្តៅបាទដល់ពេលវាក្តៅហើយខ្ញុំទៅស្វាយជ្រុំនោះស៊ូបងកូនតាឌីបាទស៊ូកូនតាឌីទៅកូនតាឌីប្រាប់ហើយដល់ពេលទៅយកលេខទៅវាអត់បានលេខមកស៊ូផ្ទះពូស្រីទៀតហើយពូស្រីប្រាប់ទៅឲ្យខ្ញុំទៅយកដល់នោះទៅបាទចង់និយាយថាការរបស់បងឈឺធ្វើទុកយ៉ាងម៉េចដែរខ្ញុំចាក់ឈឺនោមញាប់ហ្នឹងហើយនោមញាប់ហើយក្រៅពីនោមញាប់មានក្តៅហួលឬក៏យ៉ាងម៉េចក្តៅពេលរៀបឈឺនោមអញ្ចឹងយើងព្រឺនោមចាំចិត្តព្រឺចុកកន្លះឬក៏ឈឺឆ្អឹងខ្នងឈឺចកេះទេបងកាលនោះវារៀងឈឺចកេះតិចបាទមានបានទៅពេទ្យឲ្យពេទ្យគេពិនិត្យមើលគេឲ្យគេអេកូមើលទេបងកាលនោះដូចជាកាលមុនមិនទាន់លេបថ្នាំទៅពេទ្យម្ដងគេថាលាក់តម្រងនោមបាទតែខ្ញុំហូបអាថ្នាំពេទ្យនឹងហើយក៏លែងទៅវានៅតែឈឺដែរដល់ពេលនេះខ្ញុំទៅរកអាថ្នាំនឹងម្ដងបាទហើយចឹងមានថាបន្ទាប់ពីបងបានប្រើប្រាស់ថ្នាំពេទ្យនៅតែអត់ធូរណាបងណាវានឹងហើយវានោមញាប់ហើយក្តៅបាទចឹងទៅបងសម្រាប់ចិត្តទៅប្រើទៅជីវផលិតផលខាលគូធាលមិនចឹងណាបងណាហ្នឹងហើយបងជីវមកហើយនឹងហូបបានប្រហែលថ្ងៃបានដឹងថាធូរដែរបងខ្ញុំនឹងវាមិនទៀងដែរព្រោះខ្ញុំហូបបាត់ឃើញថ្ងៃណារវល់អត់ផ្លេចទៅណាបងណាបាទអត់រវល់ហូបបាទវល់មកក្រោយបន្តិចវិញរយៈពេលដែលបងមានបញ្ហានោមញឹកក្តៅអួលហ្នឹងយូរខែយូរឆ្នាំដែរបងប្រហែលជាមិនយូរប្រហែលទេគាត់នៅប្រហែលជាមួយខែជាងតិចបាទបងប្អូននេះគឺជាចំណុចពិសេសមួយអញ្ចឹងផ្ដាំផ្ញើទៅដល់ពូមីងយាយតាបងប្អូនដែលមានបញ្ហាតម្រងនោមរយៈពេលខ្លីប្រញាប់ព្យាបាលជាមួយនឹងខាលគ្រូធាលទៅគឺនឹងឆាប់បានជាសះស្បើយដោយបងប្រុសអញ្ចឹងបងប្រុសមានអាការៈប្រហែលជាជាង2ខែឬក៏1ខែទេហូបអស់តាមមួយខ្លងគឺបានជាសះស្បើយ 100% បងម្ដងនេះឥឡូវវាថាយើងថា 100% ក៏វាមិនទាន់នេះតែគាត់ថាវាជាច្រើនហើយយើងឥឡូវវាតាំងពីហូបមកវាអត់ដែលអីនោមញឹកនៅទេអត់មានទេចុះឈឺមានទេអត់ចុះអ៊ូលើកន្លះហ្នឹងមានទេចាំមានថា 100% បាត់ហើយបងបាទចុះផលិតផលហ្នឹងបងហូបអស់នៅឬក៏នៅទេបងអស់ហើយបងនេះអស់ហើយបន្ទាប់ពីបងហូបអស់ហ្នឹងប្រហែលជាប្រហែលថ្ងៃហើយអស់បានថ្ងៃហ៎បងយូរដែរហើយនេះបន្ទាប់ពីប្រើប្រាស់ផលិតផលហ្នឹងមានមានធ្វើទុកឡើងវិញទេបងឥឡូវអត់ទេបងណាអូជាដាច់ចឹងតែម្ដងណាបងណាបន្ទាប់ពីបងអាការៈបានធូរអញ្ចឹងទៅមានអារម្មណ៍ជឿជាក់ថាផលិតផលនឹងប៉ាកែទេបងបាទហ្នឹងបើសម្រាប់ខ្លួនខ្ញុំថាប៉ាកែព្រោះខ្ញុំហូបតាមម្ដងទៅវាជាបាទតែបើដូចគេខ្ញុំដឹងដែរបាទប៉ុន្តែសម្រាប់បងផ្ទាល់គឺជឿហើយណាបងណាបើខ្ញុំជឿបើខ្ញុំហូបទៅវាជាមែនបាទអរគុណបងអញ្ចឹងចុងក្រោយចង់ឲ្យបងមានពាក្យពេចន៍ផ្ដាំផ្ញើទៅកាន់ពូមីងយាយតាបងប្អូនដែលគាត់មិនទាន់ជឿជាក់ហើយគាត់មានបញ្ហាតម្រងនោមដោយបងប្រុសអញ្ចឹងដើម្បីឲ្យគាត់មកប្រើប្រាស់ផលិតផលខាលគូធាលដោយបងដោយបងអញ្ចឹងមានអីផ្ដាំផ្ញើទៅកាន់ពួកគាត់បងជឿមកខ្ញុំមានអីទៅមានតែឡើយចេះសូមផ្ដាំផ្ញើអ្នកដែលឈឺតម្រងនោមដូចខ្ញុំមកពេលដែលនោមញាប់ហើយក្តៅនោមទៅវាក្តៅបាទអញ្ចឹងសូមបងប្អូននេះជួយតែអានេះផលិតផលស្អីខាលគូធាលហ្មងខាលគូធាលនេះហូបដូចខ្ញុំទៅក៏ជាដូចខ្ញុំបើខ្ញុំនឹងបានហូបអានឹងមកកំប៉ុងដល់ហូបទៅឥឡូវវាដូចវាអត់អីដូចវាជាហើយបាទអស់តែមកកំប៉ុងទៅហ្មងណោះបាទអញ្ចឹងសម្រាប់អារម្មណ៍បងផ្ទាល់ជឿជាក់ទេបងតែបើដូចខ្ញុំជឿតែបើគេមិនដឹងដូចមិនគេបាទអរគុណច្រើនបងខ្ញុំធ្លាប់ហូបខ្ញុំដឹងថាខ្ញុំបាទអរគុណច្រើនសម្រាប់បងដែលបានផ្ដល់បទសម្ភាសន៍ជាមួយនឹងក្រុមការងារយើងខ្ញុំអរគុណច្រើនជូនពរបងជាសះស្បើយ 100% ណាបងណាបាទអរគុណបង